កាលខ្ញុំនៅក្មេងខ្ញុំចាំថាបានឃើញ logo របស់ UNICEF និងបានឮអំពីការគាំទ្ររបស់ពួកគេចំពោះប្រទេសកម្ពុជាខ្ញុំក៏បានរៀនដឹងថាការមានមនុស្សធំដែលយកចិត្តទុកដាក់ទីកន្លែងដែលមានសុវត្ថិភាពនិងឱកាសក្នុងការរៀនសូត្រអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់បាន UNICEF មិនមែនគ្រាន់តែនិយាយអំពីសិទ្ធិកុមារប៉ុណ្ណោះទេប៉ុន្តែពួកគេការពារសិទ្ធិទាំងនោះជារៀងរាល់ថ្ងៃជាពិសេសនៅពេលដែលកុមារស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតចាប់តាំងពីឆ្នាំ2022មកខ្ញុំមានមោទនភាពដែលបានធ្វើការរួមគ្នាជាមួយនឹង UNICEF យើងបានរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតនិងការពារពួកគេពីការរំលោភបំពាននិងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតខ្ញុំបានយល់ដឹងពីកម្មវិធីអប់រំពហុភាសាដើម្បីធានាថាកុមារជនជាតិដើមភាគតិចទទួលបានការចាប់ផ្ដើមដ៏ល្អបំផុតក្នុងជីវិតខ្ញុំបានទៅកាន់មណ្ឌលសុខភាពហើយបានឃើញផ្ទាល់ភ្នែកថាឧបករណ៍និងសម្ភារៈទំនើបពិតជាអាចជួយសង្គ្រោះជីវិតទារកទើបនឹងកើតនិងអ្នកម្ដាយបានខ្ញុំក៏បានរៀនដឹងទៀតថាការទទួលបានទឹកស្អាតនិងអនាម័យមិនត្រឹមតែចាំបាច់សម្រាប់ការងូតទឹកចម្អិនអាហារនិងការទទួលទានប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារទាំងមូលផងដែរខ្ញុំបានឃើញថាសូម្បីតែការគាំទ្របន្តិចបន្តួចក៏អាចជួយឲ្យកុមារអាចបង្កើតដំណោះស្រាយបច្ចេកវិទ្យា Digital ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនិងសម្អាតផ្លាស្ទិកចេញពីបរិស្ថានរបស់យើងតាមរយៈការលើកកម្ពស់ទម្លាប់រស់នៅបៃតងនិងវិស័យទេសចរណ៍ខ្ញុំមានកិត្តិយសដែលបានឈរជាមួយកុមារនិងយុវជនក្នុងទិវាកុមារពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំដើម្បីស្ដាប់នូវក្តីសង្ឃឹមក្តីស្រមៃនិងជួយបន្លឺសំឡេងរបស់ពួកគេឲ្យកាន់តែខ្លាំងនៅពេលដែលក្រុមគ្រួសារជាច្រើនរងផលប៉ះពាល់ដោយវិបត្តិនៅតាមព្រំដែនខ្ញុំមានការរំជួលចិត្តជាខ្លាំងប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លួនមានទំនួលខុសត្រូវក្នុងការធ្វើសកម្មភាពខ្ញុំបានចូលរួមជាមួយនឹងក្រុមការងារ UNICEF នៅមូលដ្ឋានផ្ទាល់ដើម្បីផ្ដល់សម្ភារៈសង្គ្រោះជីវិតការឆ្លើយតបគឺមានភាពទាន់ពេលវេលានិងក្នុងទ្រង់ទ្រាយធំប៉ុន្តែតម្រូវការនៅតែមានច្រើនលើសលប់ហើយការគ្រប់គ្រងបន្ថែមទៀតគឺពិតជាចាំបាច់និងជាបន្ទាន់ដើម្បីទៅដល់កុមារនិងគ្រប់ក្រុមគ្រួសារបទពិសោធន៍ទាំងនេះបានផ្លាស់ប្ដូររូបខ្ញុំហើយបានបង្រៀនខ្ញុំថារាល់សកម្មភាពទាំងអស់សុទ្ធតែមានសារៈសំខាន់យើងគ្មានជំរើសអ្វីក្រៅពីការរួបរวมគ្នាដើម្បីទៅជួយដល់កុមារនិងគ្រួសារគ្រប់រូបដែលរងផលប៉ះពាល់ដោយជម្លោះញោមញីដោយរបួសផ្លូវចិត្តហត់នឿយនឹងការជម្លៀសខ្លួនម្ដងហើយម្ដងទៀតនិងការបាត់បង់ដ៏ធំធេងក្នុងនាមជាទូតសុឆន្ទៈរបស់ UNICEF កម្ពុជាខ្ញុំបដិញ្ញាប្រើសម្លេងរបស់ខ្ញុំដើម្បីការពារសិទ្ធិកុមារបន្លឺសម្លេងដើម្បីសុខុមាលភាពរបស់ពួកគេនិងលើកទឹកចិត្តអ្នកដទៃឲ្យចូលរួមដល់កុមារគ្រប់រូបនៅគ្រប់ពេលវេលាគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា